សួស្តីបាទបងប្អូននៅថ្នាក់ទី11ណាអញ្ចឹងគឺថ្ងៃនេះគឺលោកគ្រូមានលំហាត់មួយយកមកចែករំលែកណាគឺបាទស្រាវបញ្ជាក់សមភាពបាទ1បូក2បូក3បូកចុចចុចបូក n ស្មើនឹង n កតា n បូក1លើ2អញ្ចឹងគឺកន្លែងនេះបាទអញ្ចឹងគេឲ្យយើងស្រាវបញ្ជាក់ថា1បូក2បូក3បូកចុចចុចដល់ n ស្មើនឹង n កតាបូក1លើ2អញ្ចឹងគឺកន្លែងនេះបងអូនដាក់ចម្លើយមកណាបាទអញ្ចឹងយើងដាក់ចម្លើយមកអញ្ចឹងយើងមើលករណី n ស្មើ1អញ្ចឹងករណី n ស្មើ1មានន័យថាផលបូកមួយតួណាផលបូកមួយតួអញ្ចឹងយើងសេតែលេខ1នឹងមកហើយ n ស្មើ1អូនឯងយកនេះមួយមកជួសកន្លែងណានេះតែមានអក្សរ n នេះជួសចូលកន្លែងនេះអញ្ចឹងកន្លែង n នេះដូរទៅជាលេខ1 n នេះដូរទៅជាលេខ1បាទអញ្ចឹងមានន័យថានេះវា1 1បូក1 2 2ម្ដង2 2ចែក2ស្មើ1អញ្ចឹងបានន័យថាពិតណាបានន័យថាអង្គទី1ស្មើអង្គទី2បាទអញ្ចឹងគឺពិតហើយបន្តមកទៀតករណី n ស្មើ2អញ្ចឹងករណី n ស្មើ2វាមានន័យថា1បូក2បាទផលបូក2តួណាហើយយក n ស្មើ2នឹងដដែលយកមកជំនួសនៅក្នុងកន្លែង n នេះអញ្ចឹង n នេះដូរទៅជាលេខ2បាទកន្លែងអក្សរ n ដូរទៅលេខ2មកអញ្ចឹងមានន័យថានេះ2ចែក2ណានៅសល់1ហើយនេះបាទនេះមានន័យថានេះ1បូក2វា3 3 2ដង6 6ចែក2សល់3អានេះ1បូក2វា3អញ្ចឹងបានន័យថា3ស្មើ3អញ្ចឹងពិតហើយអញ្ចឹងករណី n ស្មើ2ពិតករណី n ស្មើ3ករណី n ស្មើ3មានន័យថាផលបូក3តួអញ្ចឹងគឺ1បូក2បូក3នេះផ្សេងនេះណា1បូក2បូក3អញ្ចឹងបើយើងបូកវាចេញ6 1បូក2 3 3ថែម3 6ហើយនឹងមួយទៀតនៅអង្គទី2នេះគឺបងអូនយក n ស្មើ3នេះណាយកមកជួសនៅក្នុងកន្លែងណាដែលមានអក្សរ n នេះច្រើនឯងជំនួសទៅវាទៅជា3អានេះ3ថែម1 4 4 3ដល់12 12ចែក2បាន6អញ្ចឹង6ស្មើ1ពិតទៀតហើយអញ្ចឹងយើងឃើញថាករណីទី1ពិតករណីទី2ពិតករណីទី3ពិតអញ្ចឹងយើងដល់វគ្គឧបមាអញ្ចឹងឧបមាថាវាពិតរហូតដល់ n ស្មើការគឺអញ្ចឹងបើពិតដល់ n ស្មើការមានន័យថា1បូក2បូក3បូកចុចចុចដល់ការឯងបាទអញ្ចឹងកន្លែងអក្សរ n នេះយើងដូរទៅការឃើញទេបាទទៅជាការកតាការបូក1លើ2យើងនឹងស្រែកឃើញថាវាពិតរហូតដល់ n ស្មើការបូក1អញ្ចឹងបើពិតដល់ n ស្មើការបូក1គឺមានន័យថាណាកន្លែងអក្សរ n នេះបាទនេះកន្លែង n នេះគឺអូនជួសទៅជាអីការបូក1កតាការបូក1បូក1ណាហើយចែក2មកអញ្ចឹងបើសិនយើងរកឃើញប៉ុណ្ណឹងណាមានន័យថាសមភាពហ្នឹងគឺពិតហើយណាបាទអញ្ចឹងគឺមានន័យថា1បូក2បូក3បូកចុចចុចដល់ការនេះរហូតដល់ការបូក1នេះអូនណាបាទអញ្ចឹងគោលដៅយើងស្រែបានអានឹងឯងគឺស្មើនឹងការបូក1កតាការបូក1លើ2ណាបាទយើងស្រែបានប៉ុណ្ណឹងអញ្ចឹងនៅឡើយចំពោះនេះអូននេះគឺពី1 2 3រហូតដល់ការនេះនេះអញ្ចឹងអាហ្នឹងគឺស្មើអីគឺការកតាការបូក1លើ2អញ្ចឹងគឺទាំងអស់ហ្នឹងពីលេខ1ដល់ការហ្នឹងគឺលោកគ្រូជំនួសដោយការកតាការបូក1លើ2អញ្ចឹងគឺកន្លែងនេះយើងជួសដល់ទៅជាការកតាការបូក1លើ2បន្ទាប់មកអូនអានេះនៅដដែលឃើញទេការបូកនៅដដែលហើយបន្តមកយើងតម្រូវភាគបែងចឹងភាគបែងនេះភាគបែងរួម2ចឹងនេះយើងសេទៅជាដាក់ភាគបែងរួមទៅវាអានេះដដែលអានេះទៅជា2កតាការបូក1លើ2ដល់ហើយអានេះឃើញការបូកដូចគ្នានេះចាប់វាជាកតាមកនៅសល់ការបូក2ឃើញទេហើយការបូក2ហ្នឹងយើងអាចសរសេរទៅជាអីទៅជាការបូក1បូក1អញ្ចឹងគឺពិតហើយណាបាទអញ្ចឹងគឺពិតហើយអញ្ចឹងគឺដូច្នេះសមភាពហ្នឹងគឺពិតជាត្រឹមត្រូវណាបាទអញ្ចឹងគឺយើងបន្តយកណា